លោកដូណាល់ត្រាំបញ្ជាក់ច្បាស់ថាថៃជាអ្នកផ្ដើមបង្កសង្គ្រាមឈ្លានពានលើកម្ពុជាប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានផ្ដល់នូវការឆ្លើយតបផ្នែកការទូតដ៏គួរឲ្យភ្ញាក់ផ្អើលមួយដោយបានប្រកាសជាសាធារណៈថាប្រទេសថៃគឺជាភាគីបង្កហេតុនិងជាអ្នកផ្ដើមបើកការវាយប្រហារជាថ្មីនៅតាមបន្ទាត់ព្រំដែនប្រឆាំងនឹងប្រទេសកម្ពុជាការថ្លែងរបស់មេដឹកនាំកម្ពុជានៃមហាអំណាចពិភពលោករូបនេះបានធ្វើឡើងកាលពីថ្ងៃទី22ខែធ្នូឆ្នាំ2025ក្នុងពិធីប្រកាសផលិតនាវាចម្បាំងចំនួនថ្មីរបស់សហរដ្ឋអាមេរិកនៅក្នុងឱកាសនោះលោកដូណាល់ត្រាំបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថាតាមរយៈការសង្កេតយ៉ាងយកចិត្តទុកដាក់លោកឃើញថាប្រទេសថៃបាននឹងកំពុងបោះជំហានឆ្ពោះទៅរកការបង្កសង្គ្រាមជាមួយកម្ពុជាម្ដងទៀតជុំវិញស្ថានភាពដ៏តានតឹងនេះលោកប្រធានាធិបតីរូបនេះបានបង្ហើបថាលោកបានដាក់បទបញ្ជាដោយផ្ទាល់ទៅកាន់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio ឲ្យចាត់វិធានការជាបន្ទាន់ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះនេះជាការឆ្លើយតបលោក Marco Rubio ក៏បានទទួលស្គាល់ថាក្នុងចំណោមជម្លោះតំបន់ដែលមិនទាន់អាចដោះស្រាយបាននាពេលបច្ចុប្បន្នវិបត្តិរវាងកម្ពុជានិងថៃគឺជាបញ្ហាអាទិភាពនិងធ្ងន់ធ្ងរបំផុតអ្វីដែលគួរឲ្យកត់សម្គាល់នោះលោកដូណាល់ត្រាំក៏បានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនូវកំហឹងនិងគំនុំរវាងប្រជាជននៃប្រទេសទាំងពីរដែលលោកចាត់ទុកថាជាសញ្ញាអាសន្នមួយទាមទារឲ្យមានការដោះស្រាយជាបន្ទាន់សេចក្តីថ្លែងការណ៍ចេញពីសេតវិមាននៅពេលនេះត្រូវបានគេមើលឃើញថាជាព្រួញការទូតដ៏មានឥទ្ធិពលដែលសហរដ្ឋអាមេរិកបានបាញ់ត្រង់ទៅរកទីក្រុងបាងកកដោយកំណត់យ៉ាងច្បាស់ថាថៃគឺជាអ្នកទទួលខុសត្រូវចំពោះអរិភាពដែលកំពុងកើតមាននេះក៏ជាការគ្រប់គ្រងផ្នែកស្មារតីមួយសំខាន់សម្រាប់កម្ពុជាក្នុងខណៈដែលយោធាថៃនៅតែបន្តបង្ហាញភាពកក្លឿនបាញ់ផ្លោងមកលើតំបន់ស៊ីវិលក្នុងក្រុងប៉ោយប៉ែតដោយមិនអើពើចំពោះការអំពាវនាវសន្តិភាពពីសហគមន៍អន្តរជាតិឡើយខ្ញុំបាទស៊ីណាតពីរំលេច News TV ចុងភៅហេងមេងឡាយសូមស្វាគមន៍ប្រូម៉ូសិនពិសេសពីចុងភៅហេងមេងឡាយមានហ្វ្រីជូនរហូតដល់ទៅ15មុខនិងភោជនីយដ្ឋានសម្រាប់គូស្វាមីភរិយាថ្មី25គូដំបូងដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍និងពិសាភោជនីយអាហារនៅភោជនីយដ្ឋានចាប់ពី40តុ60តុនិង80តុប្រញាប់រស់រានឡើងកម្មវិធីពិសេសនេះផ្ដល់ជូនត្រឹមតែ25គូដំបូងតែប៉ុណ្ណោះសូមតាក់ទងមកកាន់ហាងយើងខ្ញុំតាមរយៈ Telegram អាសយដ្ឋានផ្ទះលេខ96ផ្លូវ 3BT សង្កាត់បឹងទំពុន1ខណ្ឌមានជ័យរាជធានីភ្នំពេញឬតាក់ទងតាមរយៈទំព័រ Facebook Page ផ្លូវការហេងមេងឡាយ